សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេស៊ុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូថ្ងៃនេះខ្ញុំនឹងប្រាប់ព័ត៌មានជាមូលដ្ឋានដែលចាំបាច់ខ្លាំងសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមជីវិតថ្មីនៅសង់ជូទីក្រុងសង់ជូតាំងពីយូរយារណាស់មកហើយបានអភិវឌ្ឍខ្លាំងក្លាផ្នែកកសិកម្មដោយមានដីមានជីជាតិនិងពន្លឺព្រះអាទិត្យច្រើនទីក្រុងនេះផលិតផលកសិកម្មពិសេសដែលមានគុណភាពខ្ពស់ថ្ងៃនេះយើងនឹងណែនាំផលិតផលពិសេស3មុខរបស់សង់ជូដែលទទួលបានការពេញនិយមពីទូទាំងប្រទេសនៅពេលនិយាយពីផលិតផលពិសេសរបស់សង់ជូរឿងដំបូងដែលគេនឹកឃើញគឺផ្លែខ្មែរស្ងួតសង់ជូគឺជាតំបន់ផលិតផ្លែខ្មែរដ៏ធំបំផុតមួយក្នុងប្រទេសដោយមានប្រពៃណីដាំដុះយូរអង្វែងនិងលក្ខខណ្ឌធម្មជាតិអំណោយផលទីក្រុងនេះផលិតផ្លែខ្មែរស្ងួតដែលមានគុណភាពខ្ពស់ផ្លែខ្មែរស្ងួតសង់ជូមានរសជាតិទន់ឆ្ងាញ់និងផ្អែមធម្មជាតិមិនត្រឹមតែជាអំណោយបុណ្យទានប៉ុណ្ណោះទេប៉ុន្តែក៏ជាអាហារសម្រន់ប្រចាំថ្ងៃដែលមនុស្សជាច្រើនចូលចិត្តផងដែរផលិតផលទី2គឺផ្លែទំពាំងបាយជូរ Shine Muscat របស់សង់ជូដោយមានមាត្រកាស្ករខ្ពស់និងទឹកច្រើនរួមជាមួយនឹងភាពងាយស្រួលក្នុងការញ៉ាំទាំងសម្បកផ្លែទំពាំងបាយជូរនេះទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ទូទាំងប្រទេសដែលដាំដុះក្នុងលក្ខខណ្ឌពន្លឺព្រះអាទិត្យច្រើនរបស់សង់ជូផ្លែទំពាំងបាយជូរ Shine Muscat មានរសជាតិផ្អែមឆ្ងាញ់និងគុណភាពខ្ពស់ផលិតផលទី3គឺអង្ករសង់ជូអង្ករសង់ជូត្រូវបានដាំដុះនៅលើដីមានជីជាតិតាមដងទន្លេញ៉ាចុងនិងប្រភពទឹកស្អាតដូច្នេះមានគុណភាពខ្ពស់ជាមួយនឹងគ្រាប់អង្ករភ្លឺរលោងរសជាតិឆ្ងាញ់និងភាពទន់ឆ្ងាញ់អង្ករសង់ជូត្រូវបានអ្នកប្រើប្រាស់ជាច្រើនស្វែងរកនិងត្រូវបានចាត់ទុកជាផលិតផលកសិកម្មពិសេសមួយរបស់សង់ជូសូមមកភ្លក្សរសជាតិពិសេសដែលបង្កើតឡើងពីធម្មជាតិនិងការខិតខំប្រឹងប្រែងរបស់កសិករសង់ជូការចាប់ផ្ដើមថ្មីនៅសង់ព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច